សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាត្រឡប់មកជួបគ្នាវិញហើយក្នុង podcast រឿងរ៉ាវសាមកុកបន្ទាប់ពីយើងបានជជែកគ្នាអំពីមេតបនគរអ៊ូរួចមកថ្ងៃនេះយើងនឹងងាកមកមើលនគរស៊ូហានវិញម្ដងយើងនឹងវិភាគពីបរិម្នាក់ដែលបានទទួលបន្ទុកដ៏ធ្ងន់ធ្ងរបំផុតពីជូកលៀងនោះគឺមេតបជាងវ័យគឺជាតួអង្គដែលអាណិតនិងគួរឲ្យគោរពបំផុតនៅក្នុងពេលតែមួយគាត់គឺជាអ្នកបន្តវេនដែលព្យាយាមធ្វើរឿងដែលមិនអាចទៅរួចឲ្យទៅជាអាចទៅរួចមេតបជាងវ័យមិនមែនជាអ្នកនគរស៊ូហានតាំងពីដំបូងទេតម្លៃគាត់គឺជាមន្ត្រីរបស់នគរវ័យប៉ុន្តែដោយសារតែភាពវៃឆ្លាតរបស់គាត់ជូកលៀងបានប្រើល្បិចដើម្បីទាក់ទាញគាត់ឲ្យចូលមករួមជាមួយនឹងនគរស៊ូហាននៅឆ្នាំ228ជូកលៀងស្រឡាញ់គាត់ខ្លាំងណាស់ព្រោះឃើញថាជាងវ័យមានបញ្ញានិងភាពក្លាហានដែលកម្រនឹងរកបាននៅក្នុងចំណោមយុវជនជំនាន់ក្រោយក្រោយពីជូកលៀងបានស្លាប់ជាងវ័យបានបន្តបេសកកម្មវិលុកនគរវ័យរហូតដល់11លើកតែនេះគឺជាការសម្រេចចិត្តខុសឬក៏ត្រូវនេះគឺជាចំណុចដែលគេជជែកគ្នាខ្លាំងបំផុតអ្នកខ្លះថាគាត់ធ្វើឲ្យនគរចុះខ្សោយនិងអស់ធនធានប៉ុន្តែបើមើលនៅក្នុងជ្រុងម្ខាងទៀតបើគាត់មិនវាយលុកទេនគរវ័យដែលធំជាងនឹងលេបត្របាក់នគរស៊ូហានកាន់តែលឿនជាងវ័យជឿជាក់លើទស្សនវិជ្ជានិងការវាយលុកគឺជាការការពារដ៏ល្អបំផុតគាត់បានលះបង់ពេញមួយជីវិតដើម្បីសម្រេចបំណងប្រាថ្នារបស់លោកគ្រូគាត់នោះគឺជូកលៀងនៅពេលដែលនគរស៊ូហានជិតរលាយតើជាងវ័យធ្វើអ្វីខ្លះសូម្បីតែនៅពេលដែលអធិរាជលាវសានចុះចាញ់ទៅហើយក៏ជាងវ័យមិនព្រមបោះបង់ដែរគាត់បានប្រើល្បិចចុងក្រោយដោយធ្វើជាចុះចាញ់មេតបចុងហ៊ុយហើយការបញ្ចុះបញ្ចូលឲ្យចុងហ៊ុយបោះបោប្រឆាំងនឹងនគរវ័យដើម្បីជាឱកាសស្ដារនគរស៊ូហានឡើងវិញប៉ុន្តែល្បិចនេះមិនជោគជ័យទេគួរឲ្យស្ដាយល្បិចនេះត្រូវបានបែកការហើយជាងវ័យត្រូវបានគេសម្លាប់នៅក្នុងសមរភូមិនៅឆ្នាំ264មុនពេលស្លាប់គាត់បានស្រែកថាផែនការរបស់ខ្ញុំមិនជោគជ័យគឺជាព្រះハរតីរបស់ព្រះជាម្ចាស់វាគឺជាទីបញ្ចប់ដ៏អង់អាចបំផុតតើយើងអាចសន្និដ្ឋានយ៉ាងណាចំពោះជាងវ័យភាពស្មោះត្រង់ឥតងាករេបើទោះបីជានគរធ្លាក់ក្នុងស្ថានភាពដុនដាបក៏គាត់មិនដែលគិតពីការក្បត់ឬការរត់ចោលជួរឡើយស្មារតីមិនបោះបង់គាត់បង្ហាញថាទោះបីជាដឹងថាពិបាកក៏យើងត្រូវតែព្យាយាមឲ្យអស់ពីសមត្ថភាពបន្ទុករបស់អ្នកបន្តវេនការដើរតាមគន្លងរបស់មនុស្សដ៏អស្ចារ្យដូចជាជូកលៀងគឺជាសម្ពាធដ៏ធំប៉ុន្តែជាងវ័យបានធ្វើឲ្យមានមរណភាពចង់វ័យពិតជាតួអង្គដែលបង្ហាញពីវីរភាពក្នុងការគ្រាមានអាសន្នមែនយើងនឹងជួបគ្នានៅវគ្គក្រោយទៀតជាមួយនឹងតួអង្គថ្មីក្នុងរឿងសាមកុកសូមអរគុណសូមជម្រាបលា